ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះពុកម៉ែបងប្អូនទាំងអស់គ្នាធ្លាប់ឃើញខ្យងពងឯងបងប្អូននេះគឺជាសកម្មភាពនៃខ្យងមីជប៉ុនដែលវាកំពុងតែបញ្ចេញពងមកបងប្អូនចាវីដេអូនេះគឺខ្ញុំថតផ្ទាល់ហើយក៏អត់បានកាត់តពលឿនវាដែរគឺសកម្មភាពស្ដែងតែម្ដងចានេះគឺជាខ្យងមីជប៉ុនណាបងប្អូនប៉ុន្តែដោយសារតែយើងទុកវានិយាយទៅអត់បានមើលថែវាទៅដល់អញ្ចឹងវាសម្បកវាអត់ស្អាតវាទៅជាកាន់ស្លែហើយក៏មានស្នឹមអញ្ចឹងណាបងប្អូនប៉ុន្តែវាជាពូជសត្វល្អខ្ញុំគ្រាន់តែថារក្សាវាទុកដើម្បីធ្វើជាពូជបន្តអញ្ចឹងណាបងប្អូនសម្រាប់កូនវាដែលញាស់មកក្រោយគឺល្អមែនតែនគឺមានពណ៌លឿងសាច់ទាំងសាច់លឿងទាំងសម្បកស្អាតខ្លាំងដោយសារយើងធ្វើការថែទាំវាដល់នឹងបានឲ្យចំណីវាទៀងទាត់ចឹងណាបងប្អូនសម្រាប់មេពងដែលខ្ញុំកំពុងថតនេះគឺមេចាស់យូរហើយអញ្ចឹងសបកវាអត់ស្អាតទេតែមើលបងប្អូនឃើញទេពងច្រើនមែនតែនខ្លួនទូទេតែពងច្រើនចាតម្រាំតែវាពងអស់វាយូរអញ្ចឹងក៏ខ្ញុំថតតែប៉ុណ្ណឹងចាអរគុណបងប្អូនទាំងអស់គ្នា